កងទ័ពចិនធំជាងយ៉ាងតិច 20% សព្វវុធយុទ្ធោបករណ៍កំជ្រួចនៃវាចម្បាំងគឺចម្រើនជឿនលឿនណាស់ហើយបច្ចុប្បន្ននេះកងកម្លាំងប្រដាប់អាវុធចិនកំពុងតែធ្វើសមយុទ្ធជាច្រើនថ្ងៃក្រោយពីហ្វីលីពីនបានទំនាក់ទំនងប្រកាសដែនសមុទ្របាតសមុទ្ររបស់ខ្លួនដែលធ្វើឲ្យប្រទេសចិនក្រេវក្រោធយ៉ាងខ្លាំង The Chinese military held joint naval and air drills near Scarborough Shoal. Scarborough Shoal គឺជាដែនសមុទ្ររបស់ហ្វីលីពីនតែចិនទាមទារយកដូច្នេះហើយចិនបានធ្វើសមយុទ្ធគម្រាមកំហែងហ្វីលីពីននៅក្បែរ Scarborough Shoal ដែលជាកោះប្រប្រាស់ទឹកនៅសមុទ្រខាងលិចនៃប្រទេសហ្វីលីពីន The training exercise came after Beijing hit out at the Philippines for an illegal attempt to extend its seabed rights off the coast of Palawan and map out its claim to the reef. ចិនខឹងសម្បានឹងហ្វីលីពីនហើយក៏បានធ្វើសមយុទ្ធគម្រាមកំហែងហ្វីលីពីននៅទីនោះ This is a necessary action taken គេថាជាករណីចាំបាច់ដែលចិនត្រូវធ្វើសមយុទ្ធនេះព័ត៌មានមួយទៀតស្ដីអំពីចិនបានជោគជ័យជាស្ថាពរក្នុងការបំពាក់កំជ្រួចលឿនជាងសម្លេង5ដង hypersonic missile ទៅលើនាវាចម្បាំង 055 និង 052 របស់ខ្លួនដែលអាចនឹងបំផ្លាញនាវារបស់បច្ចាមិត្តជាពិសេសអាមេរិកនៅពេលណាក៏បានដែរណានេះគឺជាចំណុចចំណែកប្រទេសឥណ្ឌាកំពុងតែសម្លឹងមកគ្នាជាមួយនឹងចិននៅពេលដែល media India តែងតែរិះគន់ហើយនឹងបំភ្លើសព័ត៌មានដាក់អាមេរិកដោយឥណ្ឌាមិនសប្បាយចិត្តនឹងរដ្ឋាភិបាលលោក Donald Trump កម្លាំងទ័ពចិនខ្លាំងក្លាឡើងដែលអាមេរិកធ្លាក់ចំនួននាវាយន្តហោះនិងកងទ័ពបើនិយាយពីទំហំវិញគឺចិនធំជាងអាមេរិកពី 20% ឡើងទៅលើបាទនេះគឺជាព័ត៌មានដែលតកតងពីការដំឡើងកម្លាំងនយោបាយដ៏ធំរបស់ប្រទេសចិនចំណែកឯនៅមជ្ឈមបូព៌ាការចរចាគ្នាត្រូវបានប្រទេសប៉ាគីស្ថាននិយាយថាកំពុងតែធ្វើនៅពេលដែលលោក Donald Trump ងាកទៅនិយាយអំពីតំបន់ Gaza លោក Trump អះអាងថាលោក Benjamin Netanyahu មិនមានជំទាស់អ្វីនឹងគំនិតនៅ Gaza របស់លោក Trump ទេក៏ប៉ុន្តែនៅឯអ៊ីស្រាអែលឯណោះសង្កេតឃើញថារដ្ឋាភិបាលអ៊ីស្រាអែលដូចជាមិនក៏អ្វីទេនៅឯប្រទេសយេម៉ែនក្រុមហ៊ូទីដែលស្និទ្ធនឹងអ៊ីរ៉ាន់ប្រកែកថាមិនបានគិតចង់យកឈ្នួលច្រកសមុទ្រឆ្លងទៅសមុទ្រក្រហមនោះទេសង្គ្រាមនៅតែបន្តតទៅទៀតនៅពេលដែលលោក Donald Trump និយាយថាមិនអាចទុកចិត្តអ៊ីរ៉ាន់បានណាប្រទេសឥណ្ឌាផ្សាយបន្លឺថាអ៊ីរ៉ាន់បានបាញ់ចូលមូលដ្ឋានទ័ពអាមេរិកបណ្ដាលឲ្យខូចខាតយន្តហោះ F-35 ជាច្រើនគ្រឿងព័ត៌មាននេះត្រូវបានមជ្ឈមណ្ឌលព័ត៌មាននៃទីសេនាធិការកណ្ដាលអាមេរិកថាជារឿងមិនពិតទេណានេះគឺជាព័ត៌មានដែលតកតងនឹងការកើនឡើងនៃអំណាចយោធារបស់ប្រទេសចិនដែលចិនកំពុងតែទូងស្គរអួតអាងយ៉ាងខ្លាំងនៅឯប្រទេសថៃ
នៅឯប្រទេសថៃលោកសង្ឃយកវត្តធ្វើជាទីជប់លៀងផឹកស្រារឿងនេះមិនប្លែកទេពុទ្ធសាសនានៅប្រទេសថៃនិយាយចំពុទ្ធសាសនានៅថៃនៅស្រីលង្កានៅភូមានៅកម្ពុជាយើងដាំក្បាលចុះណាបងប្អូនណាពុទ្ធសាសនាយើងកំពុងតែរិចរិលពុទ្ធសាសនាថៃរិចរិលអស់ពុទ្ធសាសនាភូមារិចរិលស្រីលង្ការិចរិលពុទ្ធសាសនាឡាវគ្នាក៏រិចរិលដែរលោកក្មេងៗអត់មានបួសទៀតទេនៅតែលោកចាស់ទៅលោកសកត់អស់ទៅហើយនៅប្រទេសយើងនេះក៏យើងមានបញ្ហាអញ្ចឹងពុទ្ធសាសនាថេរវាដាសេរវាដា Buddhism ពុទ្ធសាសនាថេរវាទទាំង5ប្រទេសហ្នឹងដាំក្បាលចុះឲ្យបងប្អូនអើយកូនកន្លែងណានៅសពថៃលោកផឹកស៊ីក្នុងវត្តហើយលួចកាក់ពេញទឹកពេញដីនៅប្រទេសខ្មែរយើងក៏យើងដឹងថាវាពុទ្ធសាសនាយើងក៏យ៉ាប់ហើយនៅក្រៅប្រទេសនេះវត្តច្រើនមានបញ្ហាណាវត្តច្រើនមានបញ្ហាភ្លៀងនៅបន្តធ្លាក់ខ្លាំងនៅថ្ងៃសៅរ៍នេះនៅប្រទេសថៃធ្វើឲ្យលិចលង់ជាច្រើនខេត្តបញ្ហាស្ពានគោកត្រូវបានផ្អាកការនិយាយនៅពេលដែលប្រជាជនជាច្រើននៅភាគខាងត្បូងកំពុងតែតវ៉ាថៃមានសេដ្ឋកិច្ចដាំក្បាលចុះនៅឯអឺរ៉ុបមានបញ្ហាជនភៀសខ្លួនដែលឆ្លងពីជនភៀសខ្លួនដែលឆ្លងពីអាហ្វ្រិកមកចូលក្នុងប្រទេសស្ប៉េនឥឡូវនេះកំពុងតែចលាចលកើតបញ្ហាហើយបណ្ដាប្រទេសអឺរ៉ុបដទៃរៀបចំគម្រោងការបិទព្រំដែនរបស់ខ្លួនមិនទទួលជនចំណូលថ្មីដែលអត់មានលិខិតស្នាមមនុស្សមកពីភាគខាងជើងនៃអាហ្វ្រិកចំនួនជិត 50000 នាក់បានសម្រុកឆ្លងមកប្រទេសអេស្ប៉ាញដែលបណ្ដាលឲ្យមានបញ្ហាហើយឥឡូវអេស្ប៉ាញដឹកទៅវិញធ្វើឲ្យមានមនុស្សប្រហែលជា17 នាក់ស្លាប់ឬក៏ច្រើនជាងហ្នឹងវិបត្តិកើតគ្រប់កន្លែងបងប្អូនណាវិបត្តិកើតគ្រប់កន្លែងអញ្ចឹងបងប្អូនប្រយ័ត្នមិនដែរសក់ក្បាលខ្ញុំលយទេបាទដូចខ្ញុំបានជម្រាបឲ្យខ្ញុំកាត់សក់ខ្លួនឯងបងប្អូនហើយកាត់មុននេះបន្តិចមុនមួយទឹកហ្នឹងគឺអត់ដាក់កញ្ចក់ទេខ្ញុំមានកញ្ចក់3យកមកបើកមើលខាងក្រៅដើម្បីខ្ញុំកាត់ខ្ញុំខ្ជិលយកកញ្ចក់ខ្ញុំស្មានយកណាបងប្អូនបាទហើយកន្ត្រៃដែលខ្ញុំកាត់សក់ហ្នឹងគឺកន្ត្រៃកាត់រោមឆ្កែកន្ត្រៃកាត់រោមឆ្កែហ្នឹងខ្ញុំកាត់សក់ហ្នឹងឯងclipper ខ្ញុំសម្រាប់កាត់សក់ខ្ញុំមានប៉ុន្តែអត់ស្រួលកាត់អារោមឆ្កែដាក់ទឹកតែផ្លែតទេពី3ទៅ5នាទីហើយបាត់មើលឃើញខ្ញុំកោអីហើយស្អាតហើយបងប្រពន្ធខ្ញុំក៏ចេះសើចអាកន្ត្រៃកាត់សក់ឆ្កែនេះកាត់រោមឆ្កែនេះអានោះខ្លាំងណាស់បាទ1.400 blade វាមួយ20$, 30$, 50$ថ្មិញវាបងចឹងដាក់ទៅដាច់ប៉ាត់ហើយណាមួយទៅវាអា clipper ខ្ញុំតែ$30ទេបងកាត់អត់ស្រួលណាបាទគឺតែកាត់សក់នៅស្រុកនេះថប់$5-10កាត់បានបើចៅចង់មកអាមេរិកចៅខំរៀនឲ្យបានចេះដឹងខ្ពស់អានឹងបានចៅមានឱកាសណាហើយដូចជាគេថា EB3 អីដាក់ឆ្នោតអីហ្នឹងវាចាំយូរហើយជួនកាលអត់បានមកទេហ្នឹងណាតែបើចៅរៀនឲ្យបានបរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងវិទ្យាសាស្ត្រចៅមានសង្ឃឹមអាចអន្តរវេសបានសងចាងហុងបើសិនជាចិនដីគោកវាយតៃវ៉ាន់មែនក្នុងនាមខ្ញុំជាកូនកាត់បានហាត់រៀនយោធារួចហើយតើអាចរត់ទៅខ្មែរបានទេនៅពេលគេប្រកាសអាសន្នធ្វើមិនស្រាញ់ចិត្តកូនឯងស្រេចនឹងចិត្តធ្វើមិនក៏បានដែរយើងក៏លេចមើលប្រទេសតៃវ៉ាន់តើតៃវ៉ាន់លំបាកប៉ុណ្ណាតៃវ៉ាន់តូចមួយទទួលការគម្រាមកំហែង
ពីចិនដីគោករាល់ថ្ងៃតើលំបាកប៉ុណ្ណាណាតើលំបាកប៉ុណ្ណាចម្លើយថាមានការលំបាកខ្លាំងណាស់សួស្ដីបងម៉ូនីលោកតាតើចាក់វាយនៅពីក្រោយការបង្កើតអាមេរិកឬទេ yes រដ្ឋធានី Washington និងទីក្រុងបុរាណសំខាន់ដែលមានអាយុពី200ឆ្នាំឡើងលើគឺសិតតែកសាងដោយហត្ថករសង្គមដែលជាផ្នែកមួយនៃច្បាយពីដើមក្រទេណាច្បាយមិនចេះតែមានទេច្បាយក្រច្បាយហ្នឹងដូចតែយើងអញ្ចឹងតែគាត់ខិតខំទៅគាត់បង្កើតក្រុមដល់ហើយគាត់មានអង្គការគាត់ក៏ធំទៅគាត់ទៅជាច្បាយពិភពលោកបាទ not so power I wonder that some books the writer show references and some don't show to you which one is formal well រឿងសិភៅនៅពេលខ្ញុំនិយាយនេះមានបងម៉ូនីគាត់ជាគ្រូបង្រៀនវិទ្យាល័យនៅសហរដ្ឋអាមេរិកមានន័យថាបងម៉ូនីនេះឈ្មោះម៉ូនីណាគាត់ឈ្មោះបងស្រីគាត់ស្រីគាត់ឈ្មោះម៉ូនីសាន់6042បងម៉ូនីសាន់6042នេះគាត់ជាអតីតគ្រូបង្រៀននៅវិទ្យាល័យគាត់ជនជាតិខ្មែរតែគាត់មានការចេះដឹងអាចហៅថាវិជ្ជាករ educator គាត់ចូលនិវត្តន៍ហើយគាត់នៅហ្នឹងអញ្ចឹងរឿងអានសៀវភៅ Not So Power ណាអរគុណ user រឿងអានសៀវភៅមួយសៀវភៅដែលយើងអានត្រូវមានគេហៅថាលេខយោង references ខ្ញុំហៅថាលេខយោងខ្ញុំហៅកាត់ណាយើងមិនបាច់ថាឯកសារយោងទេណាលេខយោងបាទនៅក្នុងលេខយោងយើងពិនិត្យមើល references តើលេខយោងរបស់អ្នកនិពន្ធរៀបដូចម្ដេចអ្នកនិពន្ធខ្មែរដកចេញពីព្រោះអ្នកនិពន្ធខ្មែរគ្មានរៀបលេខយោងតាមវិន័យនៃការតាក់តែងសៀវភៅទេគាត់ដាក់ទៅណាគាត់ដាក់ទៅទេគាត់អត់សូវមានលេខយោងតាមវិន័យទេយើងមើលអឺរ៉ុបនិងអាមេរិកជាពិសេសនៅពេលដែលពួកអឺរ៉ុបអាមេរិកសរសេរសៀវភៅតើរបៀបដាក់លេខយោងហ្នឹងយើងអាចសម្គាល់បានថាលេខយោងហ្នឹងជាព័ត៌មានទី1ព័ត៌មានទី2ឬក៏ព័ត៌មានទី3ដូចមកដាច់ហៅថាព័ត៌មានទី1ឯកសារដើមចង្អុលទៅឯកសារដើមឧទាហរណ៍គេនិយាយពីព្រះបាទជ័យវរ្ម័នមួយវិក្យខណ្ឌណាមក paragraph ហ្នឹងគេដាក់លេខ1ហើយគេចង្អុលបង្ហាញថាការ042អានោះគឺអ្នកនិពន្ធចង្អុលថាមួយវិក្យសព្ទហ្នឹងមួយ paragraph ហ្នឹងគឺព័ត៌មានដកចេញពីសិលាចារឹក K042 អញ្ចឹងបើយើងចង់ដឹងថាពិតយើងទៅរក K042 មើលតើរឿងហ្នឹងតាក់ទងនឹង paragraph ហ្នឹងឬទេបើគេសរសេរអំពីរឿងមួយទៀតរឿងដើមកំណើតស្ដេចថៃហើយគេដាក់លេខយោង3ដាក់លេខ3នៅកន្លែងវិក្យខណ្ឌហ្នឹងយើងទៅបើកមើលគេថាតាមសម្ដីរបស់លោកអុកញ៉ាសុដន់ព្រៃជាអិនណាយើងអាចដឹងបានថាកំណើតរបស់ស្ដេចថៃដំបូងតែខ្មែរយើងថាស្ដេចថៃរាមាទី1ទី2ហ្នឹងជាសាច់ឈាមខ្មែរទេមកពីខេត្តកំពតដែលឪពុកម្ដាយត្រូវបានសៀមគៀយកទៅជាឆ្លើយជាអ្នកទោសតាំងពីនៅក្មេងក៏ធំធាត់ហើយក៏คล้ายទៅជាស្ដេចរាមាទី1ទី2តើប្រភពព័ត៌មានអ្នកណានិយាយលោកតាសុដន់ប្រៃជាអិនគាត់ជាលួតលារបស់ឪពុកខ្ញុំណាចំណែកក្រមងយគាត់ជាលួតលារបស់ម្ដាយខ្ញុំជាប់គ្នាណាខ្ញុំឪពុកអ្នកស្រុកឡាច់
ដោយបងមុននេះគាត់អ្នកស្រុកឯឡិចម្ដាយអ្នកស្រុកឯកើតអញ្ចឹងបើយើងមើលថាលេខយោងហ្នឹងសម្ដីរបស់សុដនប្រៃជាអិនយើងអាចដឹងបានថាសុដនប្រៃជាអិនលោកអត់បានកើតជំនាន់រាមាទី1ទេលោកកើតជំនាន់រាមាទី5ឬទី6អញ្ចឹងសម្ដីសុដនប្រៃជាអិនវាពិតទេថាគ្រាន់តែជាផ្នែកមួយនៃព័ត៌មានទេអាហ្នឹងគេហៅថាព័ត៌មានលេខ2 secondary មានន័យថាលោកតាអិនអត់បានកើតតន់ពេលរាមាទី1ទី2ទេអញ្ចឹងលោកតាអិនច្បាស់ជាលឺគេថាទេណាបើសម្ដីលោកតាអិនយកមកនិយាយអាហ្នឹងគេហៅថាព័ត៌មានលេខ2ចុះអាសិលាចារឹកការ042ព័ត៌មានលេខ1ហ្នឹងខ្ញុំឲ្យឧទាហរណ៍ណាឧទាហរណ៍តែយើងនិយាយអំពីព្រឹត្តិការណ៍សម័យប៉ុលពតយើងនិយាយអំពីគុកទួលស្លែងណាហើយសភាពការនៅក្នុងគុកគឺបានព័ត៌មានពីអ្នកទោសដែលនៅរស់គាត់ឈ្មោះណេតអញ្ចឹងទៅឬក៏ណាតអញ្ចឹងទៅណាយើងដាក់លេខយោង14ហើយដាក់ថាព័ត៌មានបានទទួលពីណាតថ្ងៃទីប៉ុណ្ណេះធ្វើសម្ភាសជាមួយណាតអាហ្នឹងព័ត៌មានលេខ1 primary sources ណាចុះបើយើងនិយាយពីគុកទួលស្លែងដែរមានលេខយោង20លេខ20តែគេចង្អុលទៅសៀវភៅស21របស់ David P Chandler យើងមើលលេខយោងយើងដឹងថាព័ត៌មានវាជាព័ត៌មានលេខ3 David P Chandler អត់ដែលបានធ្វើការនៅគុកទួលស្លែងនេះគាត់ជាអ្នកស្រាវជ្រាវដូចយើងអញ្ចឹងដែរអញ្ចឹងព័ត៌មានដែលទទួលពីគាត់តាមសៀវភៅស21វាជា third grade information ព័ត៌មានលេខ3ហៅថាព័ត៌មានសំយោគអញ្ចឹងដល់ពេលយើងអានសៀវភៅបើអ្នកនិពន្ធនឹងសម្បូរ references ទៅកាន់សៀវភៅរបស់អ្នកនិពន្ធមានន័យថាអ្នកតាក់តែងសៀវភៅនេះពឹងទៅលើព័ត៌មានសំយោគព័ត៌មានទី3ទឹកទី3អត់បានទេអញ្ចឹងយើងមើលទៅយើងដឹងយើងទទួលដឹងអញ្ចឹងថាអ្នកនិពន្ធនេះពឹងទៅលើ degree sources of information to write books មានន័យថាគាត់មាន few ព័ត៌មាន primary sources គាត់មានតែ third sources ទេគាត់អត់សូវមានទឹកទី1ទេអត់មានព័ត៌មានទី1ទេដល់បានទេអានឹងអញ្ចឹងយើងរៀនមើលអញ្ចឹងអញ្ចឹងដល់ពេលយើងទទួលព័ត៌មានពី clear របស់ដែលយើងអានយើងទៅវែកមើល references យើងនឹងដឹងថាអ្នកនិពន្ធយើងអាចទទួលជឿបានយ៉ាងម៉េចចុះបើអ្នកនិពន្ធនឹងសម្បូរទៅដោយព័ត៌មានទឹកលេខ3បានសេចក្តីថាអ្នកនិពន្ធនឹងសំយោគបន្តទេអញ្ចឹងព័ត៌មាននឹងយើងនៅតែអានអញ្ចឹងយកគំនិតយកអីអញ្ចឹងប៉ុន្តែយើងមិនអាចពឹងលើសៀវភៅនឹងជាអំណះនៃរឿងដែលយើងយកទៅសរសេរឬយកទៅអធិប្បាយទេពីព្រោះគាត់បញ្ចេញយោបល់ទឹកទី4ដែរគាត់យកអាព័ត៌មានទឹកទី3មកប្រើណាដល់តនេះកូនណាដល់តនេះអ្នកសួររឿងសៀវភៅណប់សុផលណាតែសំណួរសួរថា formal គឺជារបត់នៃការតាក់តែងសៀវភៅឧទាហរណ៍ខ្ញុំអានសៀវភៅមួយសៀវភៅហ្នឹងសូវៀតតាក់តែងសៀវភៅនេះប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជាកម្រាស់7,600ទំព័រណាបោះពុំផ្សាយដោយ Progress នៅទីក្រុង Moscow បោះពុំនៅឆ្នាំ1981ណាបោះពុំនៅឆ្នាំ1981ដោយការិយាល័យនិពន្ធនយោបាយផ្នែកអក្សរសិល្ប៍បូព៌ានៃអង្គការបោះពុម្ពផ្សាយ Naoka 1981ជាភាសារុស្ស៊ីណាអារម្មណ៍កថានឹងបកប្រែជាភាសាខ្មែរដោយមានការកែប្រែខ្លះរបស់អង្គការបោះពុម្ពផ្សាយ Progress
1985 បោះពុំនៅសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតអ្នកប្រែសិភៅនេះគឺលោកឡុងសៀមដែលជាសិលាចារឹកវិទូអ្នកប្រាជ្ញខាងសិលាចារឹកគាត់ប្រែចិត្ត600ទំព័រ580ផ្លាយទំព័រសិភៅនេះអត់មាន reference អត់មានលេខយោងទេអញ្ចឹងបើសិនណាជាខ្មែរយើងអានហើយអ្នកអាននឹងមិនអានសិភៅច្រើនតើសិភៅនេះអាចយកជាការបានទេអាចយកជាការបានទេចំឡើយឆ្លើយថាប្រសិនបើអ្នកអាននោះជាអ្នកអានធម្មតាសិភៅនេះយកជាការមិនបានទេ600ទំព័រនេះអត់អាចយកមកធ្វើអាចអីបានទេយកមកធ្វើអាចអីក៏អត់បានដែរសិភៅនេះក៏ប៉ុន្តែមានពាក្យក៏ប៉ុន្តែខ្ញុំជាអ្នកអានសិភៅច្រើនខ្ញុំអានប្រភពព័ត៌មានបារាំងប្រភពព័ត៌មានខ្មែរប្រភពព័ត៌មានអីខ្ញុំអានច្រើនដល់ខ្ញុំអានច្រើនខ្ញុំចាប់សិភៅនេះអានសិភៅនេះណាខ្ញុំអានតាំងពីបោះពុំយកមកស្រុកខ្មែរភ្លាមខ្ញុំឲ្យគេនាំចេញពីស្រុកខ្មែរមកសិភៅនេះទៅបោះក្រោយទេអាគម្របចាស់មិនមែនពណ៌ស្អាតអញ្ចឹងទេខ្ញុំទិញ20ក្បាលខ្ញុំឲ្យគេយកចេញមកឆ្នាំ86ខ្ញុំអានសិភៅនេះដោយសារខ្ញុំជាអ្នកអានសិភៅច្រើនសិភៅនេះគឺមិនមែនសូវៀតជាអ្នកស្រាវជ្រាវទេសូវៀតគ្រាន់តែចងក្រងដោយផ្អែកទៅលើឯកសារបារាំងការតាក់តែងសិភៅប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជានេះអត់មានលេខយោងទេសិភៅកាលណាអត់មានលេខយោងចាត់ទុកថាអត់ប្រយោជន៍ពីព្រោះពឹងពាក់វាអត់បានទេវាអត់មានលេខយោងសោះ there is no references ដូច្នេះកាលណាវាអត់មាន references គឺអត់យកជាការបានទេតែដោយសារខ្ញុំជាអ្នកធ្លាប់អានសិភៅច្រើនសិភៅនេះវាផ្អែកទៅលើប្រភពឯកសារបារាំងសិភៅនេះវាសំខាន់ចំពោះខ្ញុំដោយសារតែវាយកតាមបារាំងទេមិនមែនជាពួកសូវៀតជាអ្នកតាក់តែងទេសូវៀតជាអ្នកចងក្រងមានន័យថាប្រមូលឯកសារបារាំងមកចងក្រងសិភៅនឹងឲ្យអត់ដាក់លេខយោងទេព័ត៌មាននៅក្នុងសិភៅនេះបើចំពោះអ្នកសិក្សាប្រវត្តិសាស្ត្រដំបូងអត់យកជាការបានទេពីព្រោះវាអត់មានអីអំណះអំណាងតែចំពោះខ្ញុំរឿងពិតច្រើននៅក្នុងសិភៅនេះមិនមែនដោយសារសិភៅហ្នឹងទេដោយសារខ្ញុំធ្លាប់ដឹងរឿងហើយដល់ខ្ញុំអានទៅខ្ញុំយល់សិភៅនេះ7600ទំព័រណាសិភៅនេះល្អចំពោះខ្ញុំតែមិនល្អចំពោះក្មេងអ្នកអានទេណប់សុផលគិតមើលក្មេងអ្នកអានទី1បើក្មេងអានសិភៅនេះក្មេងអត់មានអំណះអំណាងហើយបើក្មេងអានសិភៅនេះក្មេងនឹងត្រូវសិភៅនេះដឹកនាំឲ្យជឿទៅលើទ្រឹស្ដីម៉ាក់និយមពីព្រោះសូវៀតវាតាក់តែងសិភៅនេះឡើងវាតាក់តែងដោយលំនាំយកតាមទ្រឹស្ដីម៉ាក់និយមតែភាសាអង់គ្លេសគេហៅ Marxian interpretation គឺការបកស្រាយលំអៀងទៅរកម៉ាក់តោះអញ្ចឹងការនិយាយពីម្ចាស់ដីការនិយាយពីអីណាសូវៀតវាតែងលយរបស់វាណាសូវៀតវាតែងលយរបស់វាលយមែនប៉ុន្តែពិតវានិយាយតាមកាលម៉ាក់និយមដែលវាផ្ទុយពីអ្វីដែលបានកើតឡើងណាវាផ្ទុយពីអ្វីដែលបានកើតឡើងពិតប្រាកដឧទាហរណ៍វានិយាយថាវណ្ណៈទេសាទេស័យកញ្ញំកជាញោដាក់ស្អុំកញ្ញំដែលប្រកបរបរកសិកម្មលើដីស្រែចម្ការបានវិវត្តទៅជាវណ្ណៈអ្នកងារការធ្វើអំណោយអ្នកងារដោយគ្មានធ្វើអំណោយទាំងដីដែលពួកនេះរស់នៅបានត្រូវបញ្ឈប់ការធ្វើអំណោយដីបានទៅជាសភាពការដ៏កម្រក៏ប៉ុន្តែការធ្វើអំណោយបានប្រព្រឹត្តទៅទាំងអំណោយដីភូមិព្រមទាំងពួកកញ្ញំគឺឲ្យដីឲ្យមនុស្សដោយមានកំណត់ទាំងទំហំនៃផលដីទៀតអងនៅសតវត្សទី12នៅចក្រភពកម្ពុជាប្រទេសខ្មែរក៏ដូចជាប្រទេសជិតខាងផ្សេងមានការបង្កើតប្រព័ន្ធយកពន្ធដារ
ដែលយោងទៅតាមចំនួនមនុស្សនៅលើដីក៏ប៉ុន្តែមិនមែនតាមទំហំដីទេណាសរសេរលយប៉ុន្តែសរសេរជារបៀប Marx និយមក្មេងជំនាន់ក្រោយអានទៅងាយយល់ទេហើយយកទៅអធិប្បាយវត្តសាស្ត្របានទេតែចំពោះខ្ញុំ very important ពីព្រោះខ្ញុំវាចេះប្រវត្តិសាស្ត្រច្រើនដែរដល់ពេលខ្ញុំអានទៅខ្ញុំដឹងរឿងហើយខ្ញុំយល់អំពីតាមរបស់វាខ្ញុំយល់អំពីទីមរបស់វាទីមគឺរបត់តាមគឺពាក្យពេចន៍របស់វាខ្ញុំឲ្យគេទិញពីស្រុកខ្មែរ3ក្បាលមកទៀតអញ្ចឹងនៅបណ្ណាល័យខ្ញុំមាន5ក្បាលពីមុនណារបស់ដើមស៊ីននោះខ្ញុំទិញ20ក្បាលឲ្យទៅគេទៅឯងអស់នៅសល់2ក្បាលឥឡូវទិញ3ក្បាលថែមទៀតព្រោះស្រឡាញ់សភៅហ្នឹងតែក្មេងអានអត់យល់ទេ7600ទំព័រណាវាយអស់លីលេទាំងអស់អាហ្នឹងគេហៅ Marxian edition the history was compiled in 1981 by Russia by the former USSR